សូមជូនរឿងសង្គ្រាមរវាងគីង្គក់និងតាព្រំសម័យព្រេងនាយមានវេលាមួយនោះពិភពលោកកើតទុរភិក្សក្តៅហួងហែងគ្រប់ទិសទីព្រះភិរុណមិនបង្អុរភ្លៀងសោះស្ទឹងត្រពាំងបឹងព្រែកទន្លេស្ទើររីងស្ងួតទឹកអស់សត្វទាំងឡាយស្លាប់កើឆ្អឹងលើគ្នារុក្ខជាតិនានាក្រៀមស្វិតក្រញ៉ង់ពួកមណ្ឌលសត្វមានគីង្គក់ហ៊ីងកង្កែបជាដើមដែលជាសត្វពូកែអត់ធន់ក៏ស្គមនៅតែស្បែកនឹងឆ្អឹងថ្ងៃមួយគីង្គក់ជាមេប្រកាសដល់ក្រុមញាតិនឹងហ៊ីងកង្កែបជាមិត្តណែមិត្តទាំងអស់គ្នាតាព្រំមិនបង្អុរភ្លៀងមកឲ្យយើងទេបើយើងនៅស្ងៀមមកជាដាច់ពោះស្លាប់មកវើយមិត្តយើងកេនគ្នាទៅតយុទ្ធនឹងតាព្រំយកភ្លៀងឲ្យបានអាសន្នដល់ហើយបើនៅស្ងៀមក៏ស្លាប់បើច្បាំងក៏ស្លាប់បើមួយថ្ងៃនឹងស្លាប់គួរតែស្លាប់ក្នុងចម្បាំងដើម្បីយកជ័យឲ្យក្រុមញាតិនិងមិត្តប្រសើរជាងមកទៅប្រយុទ្ធក្រោយពេលគីង្គក់ប្រកាសយ៉ាងនេះពលមណ្ឌលសត្វនិងមិត្តទាំងអស់លើកព្យុះយាត្រាទៅប្រយុទ្ធនឹងតាព្រំក្នុងវិមានលោកដ៏អាកាសកងទ័ពមណ្ឌលសត្វដើរហួសទីវាបន្តិចមកស្រាប់តែប្រទះនឹងទ័ពមួយវងធំទៀតគឺពលត្រីអណ្ដែងធំខ្នាញ់ខ្នាប់ខ្លួនប្រឡាក់ស្រមោកដោយធូលីនិងផេះមេទ័ពគីង្គក់សួរណែវើយតើពួកឯងទៅណាបានជាប្រមៀលខ្លួនហុយដីត្រឡោមកាត់មុខឲ្យរំខានដល់កងទ័ពយើងដូចនេះត្រីអណ្ដែងជាមេទ័ពតបមិត្តអើយពួកមច្ឆាជាតិបានបញ្ជូនយើងឲ្យមកជាមួយនឹងបងក្រាញ់ដ៏ប៉ិនប្រសប់ខាងរត់ឆ្លងភ្នំនិងបារាយដើម្បីច្បាំងនឹងតាព្រំយកភ្លៀងមកបំពេញស្ទឹងយើងគីង្គក់ឮដូច្នេះអរណាស់ក៏ប្រាប់កងទ័ពខ្លួនមួយរំពេចនោះសត្វជ័យខូលាន់ឮចេញពីកងទ័ពទាំងពីរក្រុមពួកគេប្រមូលគ្នាជាក្បួនទ័ពមួយយាត្រាតាមវាលក្តៅហួងហែងមិនយូរប៉ុន្មានពួកគេឃើញភើមរមជាតិមួយវងធំហើរខ្មៅខ្នាប់ពេលនោះឃ្មុំនិងអមាល់ជាមេទ័ពបន្លឺមកណែបងគីង្គក់ហ៊ីងកង្កែបត្រីអណ្ដែងត្រីក្រាញ់អញ្ជើញទៅណាខ្លួនសមក់យ៉ាងនេះគីង្គក់តបមកវើយបងឃ្មុំយើងដឹងថាក្រុមបងលើកទ័ពទៅច្បាំងព្រោះអត់ភ្លៀងខ្វះឈើព្រៃផ្ដាល់ផ្កាធ្វើសម្បុកដល់ក្រុមបងយើងព្រួតគ្នាតយុទ្ធនឹងតាព្រំកុំខ្លាចស្លាប់តោះទៅទ័ពគោកនិងទ័ពអាកាសនាំគ្នាធ្វើដំណើរទៅទៀតលុះជិតដល់ចំការស្ងួតមួយស្រាប់តែប្រទះនឹងផ្លែត្រសក់ស្រូវរដុករនាលលើផែនដីខ្លះដាច់របេះចាបតើងគួរឲ្យអាសូរត្រសក់មួយស្រែកដោយមានក្តីសង្ឃឹមភឿនអើយឲ្យគ្នាយើងដោយសារទៅផងតែភឿនទៅច្បាំងយើងក៏ស៊ូស្លាប់ចំនួនគ្រួសារយើងដែរមិនឲ្យរស់នៅវេទនាទេមេទ័ពទាំង3ក៏យល់ព្រមឲ្យត្រសក់ស្រូវប្រមៀលខ្លួនទៅតាមក្បួនលុះផុតពីវាលក៏បានដល់ព្រៃមួយដែលរុក្ខជាតិទាំងឡាយក្រៀមរញប់ស្លាប់ជិតអស់ក្បួនកងទ័ពក៏បានទៅជួបនឹងវល់ផ្ដៅធំពីដើមនៅនឹងគល់ឈើងាប់មួយផ្ដៅសួរណែភឿនតើណានឹងក៏សន្ធឹកសន្ធាប់ម្លេះភឿនមិនអាសូរមិត្តរុក្ខជាតិគ្នាយើងទេឬឃើញឬទេពួកគេដេកស្លាប់ពពួនអស់ហើយដោយដៃតាព្រំយើងសូមទៅច្បាំងផងយើងនៅយ៉ាងនេះវេទនាណាស់យើងស៊ូទៅស្លាប់ក្នុងសង្គ្រាមដើម្បីដណ្ដើមយកជ័យមកផ្ដល់ជីវិតសត្វលោកទ័ពទាំងអស់ក៏យល់ព្រមឲ្យផ្ដៅគោចរទៅតាមផងដែរក្រោយមកទ័ពទាំងអស់បានទៅដល់ឋានតាព្រំគីង្គក់បានបញ្ជាឲ្យឃ្មុំប្រុងប្រៀបវាយសម្រុកនៅខ្លោងទ្វារខាងមុខនិងខាងក្រោយឯត្រីអណ្ដែងនិងត្រីក្រាញ់ដែលខ្លួនស្រមោកទៅដោយក្បល់និងផេះ
ក៏ចូលទៅក្នុងពាងនិងផើងទឹកនៅមាត់ទ្វារក្រោយនិងពាងផ្សេងៗដែលមានទឹកហើយឲ្យផ្ដៅធំទាំងពីរឈរប្រុងនៅមាត់ទ្វារប្រាសាទដោយឡែកត្រសក់ស្រូវត្រូវប្រមៀលខ្លួនទៅទៀបជើងក្រោមអាសនៈដែលតាព្រំគង់ឯក្រុមគីង្គក់ហ៊ីងកង្កែបជាកងស្រួចជាអ្នកចូលវាយលុកលុះចាត់ចែងស្រេចហើយកងមណ្ឌលសត្វក៏ចូលស្រតម្រង់ទៅអាសនៈតាព្រំដោយស្រែកហូរសន្ធប់យ៉ាងខ្លាំងធ្វើឲ្យពលរេទាំងអស់ទេវតាមេនំមេនាងចៅចិត្តចៅចោមម៉មខុនណាងជំទាវរត់ស្លន់ស្លោចេញពីប្រាសាទទៅត្រូវនឹងផេះទឹកក្បុលនឹងត្រីអណ្ដែងត្រីក្រាញ់បាច់មកលើភ្នែកផ្សាស្រវារកទិសតំបន់ពុំឃើញមិនតែប៉ុណ្ណោះថែមទាំងត្រូវពួកឃ្មុំអោម៉ាល់តិចចុករមួលស្រែកយំរំពងតាព្រំរកច្រកចេញពុំតាន់ស្រែកសួរអ្នកវើយអាពួកគីង្គក់ហ៊ីងកង្កែបចង្រៃទៅណាពួកមណ្ឌលសត្វតបយើងមកច្បាំងតាព្រំចុះចាក់អាសនៈដោយមិនបានមើលក្រោមក៏ជន់លើត្រសក់ស្រូវរអិលដួលផ្ងាហើយត្រូវផ្ដៅទាំងពីរបន្ទន់ខ្លួនដេញប្រថាប់សង្កត់ជាប់ឃ្មុំក៏តិចឈឺផ្សាតាព្រំក៏ស្រែកចោះញោមយើងសុំចាញ់ហើយឮដូចនោះមេបញ្ជាការគីង្គក់ក៏ខាត់តបឲ្យឈប់ដើម្បីដោះស្រាយបញ្ហាជាមួយនឹងតាព្រំគីង្គក់សួរទៅតាព្រំម៉េចក៏លោកមិនបង្អុលភ្លៀងឲ្យសត្វលោកធ្វើឲ្យគេស្លាប់គ្រប់កន្លែងដូចនេះឥឡូវគ្នាយើងមិនសុខចិត្តទេបើលោកមិនបង្អុលភ្លៀងចោះទេនោះយើងនឹងកំទេចវិមានលោកសម្លាប់ទាំងពលលោកទាំងលោកពុំខានតាព្រំនឹកភ័យក៏និយាយអង្វរដល់ពលសត្វនិងរុក្ខជាតិសូមពួកព្រះស្ដែងកុំខឹងយើងដឹងខុសហើយយើងនឹងផ្ដល់ភ្លៀងឲ្យឥឡូវនេះសូមអស់លោកអ្នកអញ្ជើញទៅវិញចោះកុំខឹងអីគីង្គក់តបទេពួកយើងមិនព្រមទេបើយើងទៅនោះលោកនឹងផ្ដល់ភ្លៀងឲ្យយើងតែមួយមេប៉ុណ្ណោះលុះពេលក្រោយមកនឹងប្រងើយកន្តើយដដែលនាំឲ្យពិបាកយើងលើកតបឡើងមកទៀតដូចនេះសូមលោកសន្យាឲ្យពរពិសេសដល់យើងសិនទើបពួកយើងសុខចិត្តលុះសិញ្ជឹងមួយសន្ទុះតាព្រំក៏ពោលយើងព្រមឲ្យពរដល់ពួកឯងហើយបើពេលណាអ្នកត្រូវការភ្លៀងគីង្គក់ហ៊ីងកង្កែបត្រូវសង្កត់ថ្មិញពន្លឺសំឡេងពីក្រៅមកពេលនោះយើងនឹងបង្អុរភ្លៀងទៅឲ្យអ្នកភ្លាមការសន្យាស្រេចតបមណ្ឌលសត្វនិងរុក្ខជាតិក៏ថយចុះមកលំនៅរៀងខ្លួនតាំងពីពេលនោះមកពេលណាគីង្គក់ហ៊ីងកង្កែបត្រូវការភ្លៀងក៏សង្កត់ថ្មិញបន្លឺសំឡេងត្រតអែបអបភ្លៀងក៏ធ្លាក់មកភ្លាម